មានពាក្យស្លោកមួយគេនិយាយថាបើសិនជាយើងយកសៀវភៅធ្វើជាមិត្តវាប្រៀបដូចជាយើងនឹងប្រមូលគំនិតទាំងអស់វាក្នុងសៀវភៅនឹងចូលមកដាក់នៅក្នុងខ្លួនអញ្ចឹងហើយចុះសួរថាគំនិតទាំងអស់ហ្នឹងវាជួយអីទៅដល់យើងខ្លះហើយបើសួរមួយទៀតយើងសួរថាតើយើងត្រូវប្រឹងជំនាញអានហ្នឹងគឺប្រឹងដើម្បីអីគេតើជំនាញអានហ្នឹងវាជួយអីគេខ្លះដល់យើងអញ្ចឹងបើសិនជាយើងគិតឲ្យសោកទៅយើងអាចប្រើប្រាស់ជំនាញអានសម្រាប់ដោះស្រាយបញ្ហាដែលយើងកំពុងតែជួបប្រទះនៅក្នុងជីវិតរបស់យើងសពថ្ងៃឬក៏អនាគតបានហើយមិនត្រឹមតែប៉ុណ្ណោះទេកាលណាដែលយើងទទួលបាននៅគំនិតពីសៀវភៅមិនថាតិចក្តីច្រើនក្តីយើងក៏អាចជួយចែកម្លែកទៅកាន់អ្នកដទៃតាមរយៈការចែកម្លែកនៅគំនិតទៅកាន់អ្នកផ្សេងៗផងដែរដោយពាក្យស្លោកមួយដែលគេនិយាយថាបើសិនជាគ្រាន់តែរស់សម្រាប់ខ្លួនឯងអត់សូវពិបាកមែនទេប៉ុន្តែយើងក្នុងសង្គមយើងត្រូវតែរស់ដើម្បីជួយយកអាសាអ្នកដទៃផងដែរមិនមែនរស់តែខ្លួនឯងទេអញ្ចឹងអីក៏យើងត្រូវតែចែកម្លែកអាចំណេះដឹងឬក៏អាគំនិតដែលយើងទទួលបានពីសៀវភៅហ្នឹងតែកាន់អ្នកផ្សេងៗទៀតឲ្យគេប្រើប្រាស់នៅពេលដែលគេជួបបញ្ហារបស់គេដែរតែមិនមែនមានន័យថាយើងរស់នៅរាល់ថ្ងៃហ្នឹងដើម្បីតែប្រកបចិត្តគេទេណាអ្នកទាំងអស់គ្នាអញ្ចឹងសួរថាអត្ថប្រយោជន៍នៃការអានហ្នឹងវាមានអីគេខ្លះទីមួយគឺបង្កើននូវចំណេះដឹងអញ្ចឹងកាលណាដែលយើងអានវាជួយឲ្យយើងទទួលបានព័ត៌មានថ្មីៗចំណេះដឹងឬក៏បទពិសោធន៍ផ្សេងៗដែលចេញពីគ្រប់វិស័យដូចជាវិទ្យាសាស្ត្រសង្គមវប្បធម៌និងសិល្បៈដែលវាជួយបង្កើនក៏ដូចជាពង្រឹងនៅការយល់ដឹងរបស់យើងនឹងឲ្យកាន់តែទូលំទូលាយធំជាងមុនបានឆ្ងាយខ្លាំងមែនទែនទីពីរគឺអភិវឌ្ឍគំនិតនិងការវិភាគអញ្ចឹងនៅពេលណាដែលយើងអានយើងបានត្រៀមចិត្តត្រៀមកាយហើយថាយើងរៀនគិតរៀនប្រៀបធៀបក៏ដូចជារៀនវិភាគឲ្យបានគ្រប់ជ្រុងជ្រោយឲ្យបានជ្រាលជ្រៅជាងមុនដែលវាជួយឲ្យយើងនឹងមានការគិតយ៉ាងជ្រាលជ្រៅជាងមុនក្នុងការដោះស្រាយបញ្ហានានាដែលវាចូលមកក្នុងជីវិតរបស់យើងឬក៏យើងអាចជួយអ្នកផ្សេងប្រកបទៅដោយប្រសិទ្ធភាពនិងប្រសិទ្ធផលផងដែរចំពោះចំណុចទី3គឺបង្កើននូវវោហារស័ព្ទនិងសមត្ថភាពក្នុងការនិយាយអញ្ចឹងអ្នកអានភាគច្រើនណាគឺជាអ្នកដែលបកកែនិយាយខ្លាំងមែនទែនដោយសារតែយើងនឹងស្គាល់ពាក្យពេចន៍ឬក៏ប្រយោគថ្មីជាច្រើននៅក្នុងសៀវភៅដែលគេបានលាក់នៅក្នុងហ្នឹងហើយនឹងប្រាប់ពីរបៀបឬក៏ការប្រើប្រាស់នៃពាក្យពេចន៍ឲ្យសមរម្យនៅក្នុងការនិយាយឬក៏ការសរសេរអីជាដើមព្រោះបើសិនជាយើងអត់បានអានយើងអត់បានទៅដឹងរឿងអីថ្មីក៏ដូចជាគំនិតទស្សនៈអីផ្សេងដែលអ្នកដទៃគេឆ្ងល់ឬក៏វាត្រូវជាមួយនឹងរឿងឬក៏បញ្ហាដែលយើងកំពុងតែជួបប្រទះទេអញ្ចឹងបើសិនជាយើងបានអានខ្ញុំគិតថាទស្សនៈឬក៏ដំណោះស្រាយថ្មីដែលយើងអត់ធ្លាប់ជួបពីមុនមកក៏យើងអាចយកមកប្រើប្រាស់នៅក្នុងបញ្ហារបស់យើងបានដូចគ្នាចំណុចទី4កាត់បន្ថយ stress និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយអញ្ចឹងការអានសៀវភៅឬក៏អត្ថបទដែលយើងចូលចិត្តវាជួយឲ្យយើងនឹងបន្ធូរអារម្មណ៍បានច្រើនឬក៏បំបត្តិនៅអាការគិតច្រើនរបស់យើងដែលវាធ្វើឲ្យប្រកកំណត់របស់យើងនឹងវាគិតតែរឿងអវិជ្ជមានហើយក៏វាផ្ដល់នូវភាពស្ងប់ស្ងាត់នៅក្នុងផ្លូវចិត្តដែរមិនមានន័យថាយើងអានសៀវភៅសិតតែ stress ទេអ្នកដែលគាត់អានសៀវភៅ stress ពីច្រើនគាត់ហៅអត់ត្រូវតាមចំណងចិត្តរបស់គាត់ទេបានគាត់អានទៅ stress ចំពោះអ្នកដែលគេហៅតាមក៏ត្រូវចំណងចិត្តរបស់គេអានអត់ដែរ stress ទេច្រើនតែបន្ធូរអារម្មណ៍ឲ្យធ្វើអារម្មណ៍របស់គេស្រស់ស្រាយឧទាហរណ៍ដូចខ្ញុំជាដើមអញ្ចឹងណាខ្ញុំក៏ជាអ្នកអានសៀវភៅម្នាក់ដែរហើយសៀវភៅដែលខ្ញុំអានគឺភាគច្រើនប្រភេទប្រឡោមលោកហើយរាល់ពេលដែលខ្ញុំអានភាគច្រើនគឺព្យាយាមសម័យទៅចូលសាច់រឿងមែនតើសឹងតែថាសាច់រឿងដែលគេលេងមកខ្ញុំចូលទៅក្នុងអាទស្សនវិជ្ជានៃការសម័យរបស់យើងហ្នឹងទៅឈោមើលតួអង្គប្រុសឬក៏តួអង្គស្រីគេសំដែងនៅក្នុងហ្នឹងអីចឹងណាក៏មានដូចគ្នានេះបើសម្រាប់ខ្ញុំចំពោះចំណុចទី5គឺបង្កើននូវការផ្ដោតអារម្មណ៍ក៏ដូចជាភាពអត់ធ្មត់អញ្ចឹងចំពោះអ្នកដែលគេអានសៀវភៅភាគច្រើនគឺទាល់តែអានផ្ដោតអារម្មណ៍ទៅលើអត្ថបទបានគេទទួលបាននៅចំណេះដឹងឬក៏គំនិតឬក៏ទស្សនៈអីផ្សេងពីសៀវភៅបើសិនជាយើងអានអត់មានការផ្ដោតអារម្មណ៍ឬក៏អត់ធ្មត់ទេអានចោលខ្ញុំគិតថាអត្ថប្រយោជន៍ដែលទទួលបានពីសៀវភៅហ្នឹងក៏វាតិចមែនតើសឹងតែថាអត់មានក៏អាចថាបានដូចគ្នាហើយអ្នកដែលគេអានពិតប្រាកដឬក៏ប្រកបវិជ្ជាហ្មងណាភាគច្រើនអាការផ្ដោតអារម្មណ៍ឬក៏ការអត់ធ្មត់របស់គេហ្នឹងគឺខ្លាំងមែនតើហើយអារម្មណ៍អត់ធ្មត់ឬក៏ការផ្ដោតអារម្មណ៍ទៅលើការអានសៀវភៅហ្នឹងក៏យើងអាចយកវាទៅប្រើនៅក្នុងវិស័យការងាររបស់យើងដើម្បីជំរុញលទ្ធភាពការងារឲ្យទទួលបានលទ្ធផលល្អបានដូចគ្នាដូចតែពាក្យដែលគេនិយាយថាកវិតកាន់តែប្រើវាកាន់តែមុតទេតោះតែយើងអត់ប្រើបានវាច្រេះអត់សូវមុតដូចពីមុននេះចឹងទៅចំពោះចំណុចទី6គឺបើកចំហគំនិតនិងមើលពិភពលោកទូលំទូលាយជាងមុនអញ្ចឹងការអានអាចនាំឲ្យយើងទៅស្គាល់ពីវប្បធម៌ផ្នែកគំនិតក៏ដូចជាជីវិតរបស់មនុស្សទូទៅនៅក្នុងសកលលោកយើងបានដូចគ្នាដែលវាជួយឲ្យយើងនឹងបង្កើតនូវចំណេះដឹងអំពីពិភពលោកដែលគេដើរដល់ណាដល់ណីហើយអញ្ចឹងមានន័យថាចេះមនុស្សយើងម្នាក់យើងអត់ចង់ខ្លាចទៅជាអង្កែបក្នុងដងទេយើងចង់ខ្លាយជាអង្កែបដែលនៅក្រៅដងដើម្បីពង្រីកនៅអាការគិតទស្សនៈឬក៏គំនិតរបស់យើងនឹងឲ្យកាន់តែទូលំទូលាយជាងមុនដើម្បីឲ្យអាលទ្ធភាពឬក៏បញ្ហាដែលយើងកំពុងតែជួបប្រទះហ្នឹងយើងអាចដោះស្រាយបានកាន់តែល្អប្រសើរឬក៏កាន់តែលឿនជាងមុនហើយនឹងមានប្រសិទ្ធភាពខ្ពស់ដែរអញ្ចឹងបើសួរថាយើងអត់ដឹងរឿងអីសោះតាក់ទងជាមួយនឹងពិភពខាងក្រៅឬក៏សូម្បីតែពិភពខាងក្នុងហ្នឹងក៏ដឹងតិចដែរសួរថាបញ្ហាដែលយើងជួបប្រទះហ្នឹងយើងអាចរកវិធីសាស្ត្រផ្សេងអត់បើសិនជាវិធីសាស្ត្រទី1ទី2ហ្នឹងដោះស្រាយអត់បានគឺយើងអត់មានវិធីសាស្ត្រផ្សេងសម្រាប់ដោះស្រាយប៉ុន្តែដោយសារតែយើងអត់ដឹងរឿងអីផ្សេងទៀតដែលយើងគួរដឹង
saoតែយើងអាចបានស្រាវជ្រាវឬក៏អត់បានអានពីមុនមកចំពោះចំណុចទី7គឺជួយអភិវឌ្ឍសមត្ថភាពច្នៃប្រឌិតអញ្ចឹងនៅពេលណាដែលយើងអានមិនថារឿងប្រឡោមលោករឿងនិទានប្រវត្តិសាស្ត្រឬក៏សភៅបែបណានាំបដិបដាលអីទេវាធ្វើឲ្យយើងនឹងទទួលបាននូវគំនិតថ្មីដែលគំនិតច្នៃប្រឌិតនៅក្នុងការងារហើយយើងអាចយកទៅ apply ជាមួយនឹងការងារដែលយើងកំពុងធ្វើឬក៏ការងារនៅពេលអនាគតបានព្រោះយើងបានដឹងពីវិធីសាស្ត្រធ្វើហើយចេញពីសភៅទាំងអស់ហ្នឹងគឺវាសិតតែជាចំណុចមួយដែលល្អដែលយើងគួរតែធ្វើដើម្បីឲ្យប្រសិទ្ធភាពដែលយើងចង់សម្រេចហ្នឹងវាកាន់តែប្រសើរឡើងជាងមុនដូចគ្នាហើយចាប់ទៅដល់គោលដៅដែលយើងចង់បានដូចគ្នាអញ្ចឹងចំពោះថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអរគុណខ្លាំងមែនទែនទៅកាន់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយបើសិនជាមានចម្ងល់អ្នកនរគ្នាអាចសួរនៅក្នុង comment ខាងក្រោមបានបាទអរគុណច្រើនខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀត